រឿងប្រាសាទនៅឃុំស្វាយអង្គនៅក្នុងឃុំស្វាយអង្គស្រុកស្វាយរៀងខេត្តស្វាយរៀងនៅចម្ងាយប្រមាណជា10គីឡូម៉ែត្រអំពីថ្នល់ជាតិលេខ1គឺថ្នល់ពីភ្នំពេញទៅស្វាយរៀងមានទួលមួយខ្ពស់មិនដែលលិចទឹកទេអ្នកស្រុកជំនាន់មុនមកបានសន្មតហៅឈ្មោះថាទួលស្វាយអង្គទួលនេះហើយដែលជាគោលសន្មតនាមនៃឈ្មោះឃុំនេះនៅលើទួលនេះមានកំពែងនិងប្រាសាទថ្មបុរាណមួយមានសណ្ឋានជាព្រះវិហារមានក្បាច់ចម្លាក់របៀបរចនាបុរាណគួរឲ្យចាប់អារម្មណ៍ដែលគេតាក់តែងឡើងដោយឥដ្ឋខ្លះដោយថ្មបាយក្រៀមខ្លះមានបណ្ដោយប្រមាណជា83ម៉ែត្រទទឹង46ម៉ែត្រសពថ្ងៃប្រាសាទនេះបាក់បែកអស់ទៅហើយនៅមានសល់តែកំទេចឥដ្ឋថ្មនិងភាពសន្តានខ្លះតែប៉ុណ្ណោះនៅចំកណ្ដាលទួលនោះមានដើមជ្រៃមួយដើមធំនិងខាងមុខប្រាសាទបាក់បែកនេះគេឃើញមានអង្គលិង្គព្រះឥសូរឬសិវលិង្គអ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះបានស្រួលងាយតែនៅរដូវរំហើយគឺនៅរដូវដែលអស់ភ្លៀងទៅបានតែផ្លូវជើងនិងផ្លូវលំប៉ុណ្ណោះឯរឿងព្រេងដែលទាក់ទងដោយនាមស្វាយអង្គមានដូចតទៅមានសេចក្តីដំណាលថាកាលពីរាជធានីនៅឯលង្វែកមានបុរសម្នាក់ឈ្មោះសំរិទ្ធជាអ្នកខ្លាំងពូកែអង់អាចណាស់មានទីលំនៅនៅលើទួលនេះកាលដែលស្រុកកើតចម្បាំងជាមួយនឹងសៀមព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌបើនរណាខ្លាំងពូកែអង់អាចនោះសូមឲ្យចូលខ្លួនទៅបម្រើកងទ័ពដើម្បីបង្ក្រាបខ្មាំងសៀមដែលចូលមករាតត្បាតអាណាខេត្តខ្មែរឯតំបន់ប្រទល់ដែនគ្រោងខេត្តបាត់ដំបងនិងសៀមរាបបុរសសំរិទ្ធក៏ស្ម័គ្រចិត្តចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនេះគិតបានប្រុងប្រៀបរៀបចំខ្លួននិងប្រដាប់ប្រដាមានគ្រឿងសស្ត្រាវុធនិងអាវតេជះជាដើមរួចស្រេចលាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែកដោយដំណើរថ្មើរជើងទទេលុះទៅដល់លង្វែកហើយគិតបានទៅរកជួបមេទ័ពដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការឯលោកមេទ័ពខ្មែរកាលបានពលរេគ្រប់គ្រាន់ល្មមហើយក៏តាំងបុរសសំរិទ្ធជាមេទ័ពធំឲ្យលើកព្យុហយាត្រាទៅបាត់ដំបងដើម្បីកម្ចាត់ពួកសត្រូវលុះទៅដល់សមរភូមិបុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ដោយឫទ្ធិជះរបស់បុរសសំរិទ្ធទ័ពសៀមក៏បាក់បបខ្លោចខ្លាចលែងហ៊ានចូលមករុករានរាតត្បាតទឹកដីខ្មែរតទៅទៀតស្រុកក៏បានសានត្រានបុរសសំរិទ្ធក៏លើកទ័ពត្រឡប់មកកាន់រាជធានីលង្វែកវិញហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនមានជ័យជំនះលើទ័ពសៀមហើយសូមព្រះរាជាអនុញ្ញាតក្រាបបង្គំទូលត្រឡប់ទៅស្រុកកំណើតវិញព្រះរាជាទ្រង់ព្រះរាជាអនុញ្ញាតតាមសុំបុរសសំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅកាន់ស្វាយរៀងវិញមកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះមួយយប់ទើបធ្វើដំណើរតទៅទៀតទៅដល់ពាក់កណ្ដាលផ្លូវក៏ឈប់ស្រាយសំពីរបស់កិតមើលលុះស្រាយទៅទើបដឹងថាសំពីនេះមិនមែនជាបង្វេចរបស់កិតទេនៅក្នុងបង្វេចនេះឃើញមានតែសម្ពុតមួយនិងផ្លែស្វាយពីរបីប៉ុណ្ណោះកិតក៏ដឹងថាបង្វេចនេះច្រឡំគ្នាក្នុងពេលដែលមកពីច្បាំងហើយឈប់សម្រាកនៅអង្គរនោះហើយព្រោះពេលនោះមានការច្រឡុកច្រឡំខ្លះហើយផ្លែស្វាយនេះទៀតក៏ជាស្វាយបានពីអង្គរដែរបុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្តកាលបានទៅដល់ហើយប្រពន្ធកិត
យកគ្រាប់ស្វាយដែលទុំរលួយសាច់អស់នៅក្នុងបង្វេចកិតទៅកប់ដាំនៅជាយរូបងមិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមេឃធៀងមានផ្កាផ្លែជាហូរហែរៀងមកស្វាយនេះអ្នកស្រុកនាំគ្នាហៅថាស្វាយអង្គរព្រោះជាពូជស្វាយបានមកពីអង្គរប៉ុន្តែតមកពីអង្គរហៅកាត់ខ្លីមកនៅត្រឹមតែអង្គបានជាជិបពាក្យថាស្វាយអង្គដល់សព្វថ្ងៃខាងក្រោយមកបុរសសំរិទ្ធនិងភរិយាក៏ស្លាប់បាត់ទៅនៅតែដំណរកូនចៅរបស់គាត់កូនចៅនេះខ្លះទៅនៅឯណោះខ្លះក៏ទៅនៅឯណេះបែកគ្នាទៅតាមប្តីតាមប្រពន្ធលុះយូរទៅទីភូមិរបស់គាត់នេះក៏លែងមានមនុស្សនៅអ្នកស្រុកក៏នាំគ្នាសាងជាអារាមមួយឡើងដាក់នាមថាវត្តស្វាយអង្គដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រងព្រមទាំងមានភិក្ខុសាមណេរគង់នៅជាច្រើនកន្លងមកទៀតដោយមានការទទើសទតេញពីវត្តផងមានសត្វស្លាបផ្សេងទុំនៅលើដើមស្វាយនោះនាំឲ្យមិនស្អាតផងមានការខ្វះខាតគ្រឿងសេនាសនៈខ្លះផងលោកគ្រូចៅអធិការក៏ឲ្យភិក្ខុសាមណេរកាប់រំលំដើមស្វាយនោះតែដោយរឹតដើមស្វាយធំនោះភិក្ខុសាមណេរកាប់មួយថ្ងៃបានតែពាក់កណ្ដាលដើមនៅសល់ប៉ុន្មាននឹងកាប់ក្នុងថ្ងៃខាងមុខទៀតលុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មានដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ដុះសម្បកគ្រប់ចិត្តដូចដើមវិញគូអស្ចារ្យណាស់លោកគ្រូក៏ឲ្យភិក្ខុសាមណេរកាប់ទៀតកាប់មួយថ្ងៃទល់ល្ងាចដោយខំយ៉ាងណាក៏បានត្រឹមតែពាក់កណ្ដាលដើមលុះព្រឹកឡើងឃើញដុះសាច់ដុះសម្បកដូចដើមដដែលទៀតលោកគ្រូចង់ទាល់គំនិតថ្ងៃមួយលោកបានឲ្យភិក្ខុសាមណេរយ៉ាងច្រើនដោយមានពូថៅនឹងដឹងគ្រប់ដៃហើយលោកប្រាប់ថានឹមគ្នាកាប់ឲ្យរលំក្នុងថ្ងៃនេះឲ្យហើយស្រេចតែម្ដងដើមស្វាយទ្រាំមិនបាននឹងពូថៅដឹងច្រើនពេកក៏រលំហើយស្លឹកវាក៏មិនស្រពាប់ស្រពោនទៀតបែរជាដោះមែកបែកខ្នែងចេញផ្លែផ្កាដោយធម្មតានៅពេលយប់គេឮសូរតែស័ព្ទភ្លេងពិណពាទ្យប្រគំយ៉ាងអន្លង់អន្លោចធ្វើឲ្យអ្នកស្រុកស្ងើចអស្ចារ្យមិនយូរប៉ុន្មានគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំងរវើរវាយរហូតដល់ក្លាយទៅជាឈួតវង្វេងអស់ចំណែកភិក្ខុសាមណេរកាលបើឃើញហេតុអស្ចារ្យដូច្នេះក៏រត់ចូលអារាមនោះអស់ទៅឧបាសកឧបាសិកាក៏បាននាំគ្នាទៅសាងវត្តថ្មីទៀតនៅចម្ងាយប្រមាណ1 គីឡូម៉ែត្រអំពីវត្តស្វាយអង្គចាស់នេះដល់សព្វថ្ងៃគេឲ្យឈ្មោះថាវត្តស្វាយផ្អែមវិញឯកន្លែងវត្តចាស់នោះសព្វថ្ងៃនៅមានដើមស្វាយចំនួនក្រោយមកនិងមានដើមឈើទាលព្រមទាំងកូនឈើឯទៀតដុះជាច្រើនតែបើសង្កេតតាមប្រវត្តិទីកន្លែងផ្ទាល់ទៅវិញឃើញថាពាក្យអង្គនេះពុំសមคล้ายមកពីពាក្យអង្គរទេគឺមកពីទីនេះជាសារណដ្ឋានបុរាណខាងសាសនាព្រាហ្មណ៍ដោយមានកសាងជាសិវលិង្គតម្កល់ធ្វើជាវត្ថុស័ក្តិសិទ្ធិក្នុងគ្រានោះសិវលិង្គនេះហើយដែលអ្នកស្រុកហៅថាអង្គបានជាក្រោយមកគ្រាដែលយើងត្រឡប់មកពីគោរពព្រះពុទ្ធសាសនាវិញទីសក្ការៈរបស់លទ្ធិព្រាហ្មណ៍ទាំងអំបាលនេះក៏ត្រូវគេផ្លាស់ប្ដូរជាអារាមពុទ្ធសាសនាទៅវិញតែនៅសល់ជិបឈ្មោះទីនោះថាអង្គរហូតមកដូចនេះដែរដូចជាអង្គប្រាសាទអង្គព្រៃអង្គស្នួលឡាក់